ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមកាលពីថ្ងៃអង្គារដើម្បីបញ្ឈប់ការវាយប្រហារទីតាំងថាមពលរបស់អ៊ុយក្រែនជាបណ្ដោះអាសន្ន ប៉ុន្តែបានបដិសេធមិនគាំទ្របិទឈប់បាញ់រយៈពេល30ថ្ងៃពេញដែលលោកប្រធានាធិបតី Donald Trump សង្ឃឹមថាជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ រុស្ស៊ីមិនបានយល់ព្រមចំពោះបទឈប់បាញ់រយៈពេល30ថ្ងៃដែលអាមេរិកស្នើឡើងទេទោះបីមានឆន្ទៈរបស់អ៊ុយក្រែនក៏ដោយអ៊ុយក្រែនបាននិយាយថាខ្លួននឹងគាំទ្រដល់កិច្ចព្រមព្រៀងកាត់បន្ថយទំហំដែលនឹងតម្រូវឲ្យប្រទេសទាំងពីរផ្អាកការបាញ់ប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកប្រហែល1ខែអ្នកជំនាញបាននិយាយថាលោកពូទីនបានជៀសវាងការធ្វើសម្បត្តិទានសំខាន់ៗនៅក្នុងអ្វីដែលអាចជាការលេងមួយសម្រាប់ពេលវេលានៅពេលដែលកងទ័ពរុស្ស៊ីរលទៅមុខនៅភាគខាងកើតអ៊ុយក្រែនលោកពូទីនបានបញ្ជាឲ្យយោធារុស្ស៊ីបញ្ឈប់ការវាយប្រហារប្រឆាំងនឹងទីតាំងថាមពលបន្ទាប់ពីបាននិយាយជាមួយលោក Donald Trump